រកឃើញ4ក្រុមហើយចុះ4ក្រុមទៀតនឹងជាអ្នកណាបន្តជំរាបសួរខ្ញុំកូនមាសជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីចាការប្រកួត UEFA Champions League វគ្គ16ក្រុមជើងទី2នៅជប់នេះនឹងស្វែងរកចំនួន4ក្រុមទៀតដើម្បីឡើងទៅបង្ក្រប់វគ្គ8ក្រុមជាមួយ4ក្រុមដែលបានរកឃើញកាលពីយប់មិញមានដូចជា Barcelona, Bayern Munich, Inter Milan ហើយនិង PSG កិនមកនៅកម្ពុជានាវេលាម៉ោង 12:45 នាទីយប់នេះគឺ Lille ត្រូវបើកទ្វារផ្ទះស្វាគមន៍ Borussia Dortmund ក្រុមទាំងពីរនេះកាលពីជើងទី1គឺមានលទ្ធផលស្មើគ្នា1-1ក្រោយជើងទី1កាលពីសប្តាហ៍មុន Lille បានប្រកួតឈ្នះក្នុងលីកឯ Borussia Dortmund នឹងចាញ់គូនេះជួបគ្នា3ដងមកហើយឃើញថាមានលទ្ធផលស្មើទាំងអស់ប៉ុន្តែនៅយប់នេះទោះបីជាស្មើក៏ត្រូវតែមានការថែមម៉ោងឬក៏ឈានដល់ការទាត់ពេនាទីដើម្បីកាត់សេចក្តីស្វែងរកតែមួយក្រុមឡើងទៅវគ្គបន្តដូចជាករណី Liverpool ហើយនិង PSG កាលពីយប់មិញបើមើលតាមជាក់ស្ដែងទៅគឺថាក្រុមទាំងពីរនេះមានគីឡូប្រហាក់ប្រហែលគ្នាព្រោះនៅក្នុងលីកសិតតែមានលទ្ធផលមិនសូវសមប្រកបដូចគ្នាប្រហែលទេដល់ពេលអញ្ចឹងទៅពិបាកស្មានដែរក៏ប៉ុន្តែខ្ញុំសូមយកខាង Lille ដើម្បីឡើងទៅវគ្គបន្ត Borussia Dortmund ដែលជាក្រុមជើងឯករង Champions League កាលពីរដូវកាលមុនខ្ញុំគិតថាអាចពិបាកក្នុងការប្រកួតយប់នេះ3គូទៀតទាត់នៅវេលាម៉ោង3រំលងអាធ្រាត្រដូចគ្នាដូចជា Arsenal ជាមួយ PSV ដែលខ្ញុំហ៊ាននិយាយថា 99% គឺ Arsenal ឡើងទៅវគ្គបន្តព្រោះថាកាលពីជើងទី1គឺឈ្នះដល់ទៅ7-1ទៅហើយយប់នេះទោះបីជា Arsenal ចាញ់ 5-0 ក៏ Arsenal នៅតែឡើងនៅដែរសម្រាប់ Aston Villa ពីអង់គ្លេសដែរជួបជាមួយនឹង Club Brugge ចាជើងទី1 Aston Villa បានទៅហូបគេក្នុងដីដែលលទ្ធផល3-1ដែលមានន័យថាចំណេញ2គ្រាប់ Aston Villa នេះឃើញសាមញ្ញទេក៏ប៉ុន្តែចូលដល់ទឹកដី Aston ម្ដងគឺក្រុមនីមួយពិបាកសូម្បីតែ Bayern Munich ក៏អាចចាញ់ដែរដូច្នេះខ្ញុំជឿជាក់ថា Aston Villa គឺដូចគ្នានឹងឡើងទៅវគ្គបន្តគូពិសេសគឺបងប្អូនរួមក្រុម Madrid Atletico Madrid ស្វាគមន៍ Real Madrid ដែលកាលពីជើងទី1នៅទឹកដី Bernabeu Real Madrid ឈ្នះ 2-1 ដែលមានន័យថាទើបចំណេញបាន1គ្រាប់តែប៉ុណ្ណោះដូច្នេះការប្រកួតនេះគឺ AT នៅមានសង្ឃឹមច្រើនដដែលពិសេសគឺក្នុងទឹកដីខ្លួនឯងទៀតក៏ប៉ុន្តែបើតាមស្ថិតិជាក់ស្ដែងដូចខ្ញុំធ្លាប់បានជម្រាបអញ្ចឹងគឺថា Real Madrid គឺមានបទពិសោធន៍ជោគជ័យដាច់ខ្លាំងឆ្ងាយពី Atletico Madrid នៅ Champions League ដូច្នេះខ្ញុំគិតថា Real Madrid នឹងឈ្នះជាសរុប4គូនេះខ្ញុំសូមយក Lille, Arsenal, Aston Villa ហើយនិង Real Madrid ដែលត្រូវឡើងទៅវគ្គបន្តហើយបើអញ្ចឹងមែនមានន័យថាវគ្គ8ក្រុម Bayern Munich ជួបជាមួយ Inter Milan អាចជួបជាមួយ Lille ក្នុងករណីដែល Borussia Dortmund មិនអាចឈ្នះចា៎ចំណែកឯ PSG វិញត្រូវជួបជាមួយនឹង Aston Villa ជួបក្រុមពីអង់គ្លេសទៀតហើយក្នុងករណីដែលក្រុមពី Belgium ធ្លាក់ Arsenal វិញបើសិនជាឡើងគឺត្រូវទៅជួបជាមួយ Real Madrid ក្នុងករណីដែល Atletico Madrid ធ្វើមិនបានអរគុណច្រើនយើងចាំអត់មើលទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយសូមជម្រាបលា